ព្រឹកឡើងពូចុងភៅក៏បានហាត់សាច់ដុំដៃទាំងព្រឹករាល់ថ្ងៃកុំមើលសភាពផ្ទះចានឹងទឹកដៃស្នាដៃគាត់តែម្នាក់ឯងទេសភាពផ្ទះបែបហ្នឹងមួយថ្ងៃមិនដឹងជាប្រមាណដងទេឲ្យនំពងទាតូចៗញ៉ាំតែ2 3ទេប៉ុន្តែគាត់អាចពង្រាយបានពេញផ្ទះមិនដឹងថាគាត់ញ៉ាំម៉ូតម៉ាបែបណាទេភ្លេចខ្លួនតែមួយផ្លេតក៏លេចមកមានណានេះឡើងពេញផ្ទះទាំងអស់ហ្នឹងគ្រាន់តែជាចំណុចតូចមួយទេណាចានៅមានលើសហ្នឹងទៀតតែជាមួយម៉ែណាមិនដឹងទេម៉ែនេះគឺអ្នកណាធ្វើអ្នកនឹងទទួលចាប្រើឲ្យបោះវិញបោះធ្វើមិនឲ្យស្អាតបើថាមិនស្អាតអត់ឲ្យញ៉ាំបាយអត់ឲ្យញ៉ាំទឹកដោះគោទេមើលតែគាត់តូចមួយហ្នឹងឯណាម៉ែឪមើលផងនិយាយតាជួយមើលផងប៉ុណ្្នឹងហើយពេលខ្លះទប់ទល់ជាមួយគាត់ម្នាក់នឹងអត់ចង់ឈ្នះទេហើយប៉ះចាំមិនរីកនេះកំពូលលពើទៀតបើពូចុងភៅនៅវិញចាប់ផ្ដើមកើតជំងឺស្មារតីមិននឹងណូបដាយប់មិញនិយាយពីថាអូនរីកស្រែកយំឡើងផ្អើលពេញមុខដល់ពេលភ្ញាក់មកឃើញឪគេនឹងអង្គុយចិត្តកូនហើយនឹងខ្ញុំស្មានតែកូននឹងក្តៅខ្លួនខំភ័យ